មួយនេះបាទជាព័ត៌មានតាក់ទងជាមួយនឹងក្រុមចរចារបស់សហរដ្ឋអាមេរិកហើយជាមួយនឹងអ៊ីរ៉ង់ឥឡូវនេះកំពុងតែធ្វើដំណើរបាទទៅទីក្រុងដូហាបាទដើម្បីជួបគ្នានៅទីនោះក៏ប៉ុន្តែថាតើកិច្ចប្រជុំផ្ទាល់មុខគ្នាយ៉ាងណាគឺនៅមិនទាន់សម្រេចបានថានៅឡើយទេណាបាទសម្រេចនៅឡើយទេបាទក្រោយពីមានការបាទប្រយុទ្ធគ្នាខ្លះបាញ់ដាក់គ្នាខ្លះកាលពីចុងសប្តាហ៍កន្លងមកនេះហើយនៅសហរដ្ឋអាមេរិកនៅថ្ងៃនេះដែរគឺមានបញ្ហាតាក់ទងជាមួយនឹងការអនុម័តថវិកាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកដែលតាមធម្មតាគឺកញ្ចប់ថវិកានេះមិនពិបាកនៅក្នុងការអនុម័តទេប៉ុន្តែឥឡូវនេះដោយសារតែខាងគណៈបកសាធារណរដ្ឋមានការប្រយុទ្ធគ្នាមិនឯកភាពគ្នាទៅលើបញ្ហាមួយចំនួនដូច្នេះឥឡូវនេះគឺជួបប្រទះបញ្ហាមួយចំនួនផងដែរណាបាទតើបញ្ហាអ្វីខ្លះខ្ញុំនឹងជម្រាបជូននៅក្នុងកម្មវិធីព័ត៌មានលម្អិតហើយព័ត៌មានទី3ហ្នឹងគឺតាក់ទងជាមួយនឹងរបៀបវារៈនៅក្នុងអាណត្តិទី2របស់លោកប្រធានាធិបតី Donald Trump គឺមានការសម្រេចរបស់តុលាការកំពូលកាលពីម្សិលមិញនេះគឺមានចំណុចខ្លះគឺគាំទ្រលោកប្រធានាធិបតី Donald Trump មានចំណុចខ្លះធ្វើឲ្យប៉ះពាល់ទៅដល់របៀបវារៈរបស់លោកប្រធានាធិបតីផងដែរបាទអញ្ចឹងហើយដូច្នេះការសម្រេចរបស់តុលាការកំពូលនឹងបន្តទៀតបាទនៅថ្ងៃនេះថ្ងៃ30បាទប៉ុន្តែនៅអាមេរិកនៅយប់ហើយគឺព្រឹកថ្ងៃស្អែកបាទនៅអាមេរិកហ្នឹងគឺតាក់ទងជាមួយនឹងសិទ្ធិកើតពីកំណើតតើអ្នកដែលកើតមកហើយទទួលបានសញ្ជាតិឬទេគឺតុលាការក៏នឹងសម្រេចនៅថ្ងៃស្អែកដែរណាប្រិមិត្តតាមដានបញ្ហាហ្នឹងជាពិសេសអ្នកដែលមកនៅសហរដ្ឋអាមេរិកពលរដ្ឋខ្មែរដែលមកនៅសហរដ្ឋអាមេរិកណាហើយនឹងព័ត៌មានទី4នេះគឺជាសេចក្តីជូនដំណឹងបាទនេះគឺពីស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាហ្នឹងគឺបាទគាត់បានជូនដំណឹងតាក់ទងជាមួយនឹងអ្នកដែលចង់សុំទិដ្ឋាការទៅសហរដ្ឋអាមេរិកទៅរៀបចំខ្លួនយ៉ាងណាបាទជាដំណឹងល្អខ្ញុំគាត់ជូនដំណឹងទេហើយប្រិយមិត្តអាចទៅសិក្សាលម្អិតនៅក្នុង Facebook របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកព័ត៌មានលម្អិតទី1គឺតាក់ទងជាមួយនឹងបញ្ហាសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ណាបាទនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ឃើញទេប្រិយមិត្តឃើញទេទាំងព័ត៌មានតាក់ទងនឹងខ្មែរក៏ដោយតាក់ទងនឹងអន្តរជាតិអាមេរិកអីក៏ដោយគឺខ្ញុំយកពីសារព័ត៌មានដែលបានផ្សាយមកទេយកមកបកប្រែជូនប្រិយមិត្តទេអញ្ចឹងបើគេរាយការណ៍យ៉ាងម៉េចគឺខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទមិនមែនជាសេចក្តីរាយការណ៍ផ្ទាល់របស់ខ្ញុំនោះទេអញ្ចឹងណាបាទអញ្ចឹងឥឡូវនេះនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters អំពីបញ្ហាសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី29គឺបានន័យថាទៅព្រឹកមិញថ្ងៃព្រឹកនេះថ្ងៃ30នៅកម្ពុជាហ្នឹងគឺបានឲ្យដឹងថាក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ឥឡូវនេះកំពុងតែធ្វើដំណើរទៅទីក្រុងដូហាបាទទីក្រុងដូហាហើយនៅក្នុងសប្តាហ៍នេះបាទក៏ប៉ុន្តែអ៊ីរ៉ង់បាននិយាយថាមិនទាន់មានកិច្ចប្រជុំណាដែលគេរៀបចំថាត្រូវជួបប្រជុំគ្នានៅពេលណារបៀបវារៈយ៉ាងណានោះទេបន្ទាប់ពីមានការបាញ់ប្រហារដាក់គ្នាដោយគ្រាប់មីស៊ីលបាទរវាងអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកហ្នឹងគឺជាការមួយដែលគេចាត់ទុកថាជាការសាកល្បងថាតើអនុសារណៈស្តីពីការព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ហ្នឹងតើអាចនៅជាប់បានឬទេក្នុងការដែលផ្អាកការបាញ់គ្នាហើយឈានមកការចរចាដើម្បីបញ្ចប់សង្គ្រាមនេះបាទលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកបញ្ជូនបេសកជនរបស់លោកទៅគឺមានលោក Jared Kushner ដែលជាកូនប្រសាររបស់លោកប្រធានាធិបតីហើយនឹងលោក Steve Witkoff ដែលជាបេសកជនរបស់លោកតែម្ដងទៅចរចានេះបើតាមការបញ្ជាក់របស់លោកស្រី Caroline Leavitt ដែលជាអ្នកនាំពាក្យរបស់សេតាវិមានបាទដោយឡែកអ៊ីរ៉ង់វិញគឺគេបញ្ជូនប្រតិភូដែលជាអ្នកបច្ចេកទេសបាទអ្នកបច្ចេកទេសដែលសម្រាប់ធ្វើកិច្ចការនឹងដោយផ្ទាល់តែម្ដងបាទក៏ប៉ុន្តែអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ហ្នឹងគឺលោកអ៊ីស្ម៉ាអែលហ្នឹងគាត់បាននិយាយថាអត់ទាន់មានអីទេតាក់ទងជាមួយនឹងការដែលទៅហ្នឹងគឺមិនទាន់ថាភាគីទាំងពីរហ្នឹងទៅជួបចរចាគ្នាយ៉ាងម៉េចរបៀបវារៈយ៉ាងម៉េចនៅឡើយទេណាចឹងប្រិមិត្តតាមដានដល់ចំណុចហ្នឹងបើយោងតាមការផ្សាយរបស់ Reuters គឺមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់មួយរូបបាននិយាយថាគឺអាចនឹងមានកិច្ចប្រជុំបាននៅក្នុងទីក្រុងដូហានៅថ្ងៃអង្គារបាទនៅថ្ងៃអង្គារគឺបានព្រឹកហ្នឹងបាទអាចព្រឹកហ្នឹងអាចនឹងមានកិច្ចប្រជុំណាមន្ត្រីអ៊ីរ៉ង់គាត់និយាយចឹង
ក៏ប៉ុន្តែគឺកិច្ចប្រជុំនេះគឺមិនដូចជាកិច្ចប្រជុំមុនទេបាទគឺប្រជុំលើមុនមានការជួបពិភាក្សាគ្នារវាងដូចថាក្រុមបច្ចេកទេសរវាងក្រុមអ៊ីរ៉ង់ហើយជាមួយនឹងសហរដ្ឋអាមេរិកចឹងបាទដែលបានធ្វើក្នុងពេលកន្លងមកនៅក្នុងប្រទេសស្វីសនោះទេបាទគឺការប្រជុំលើកនេះផ្ដោតរឿងសំខាន់ទៅលើការគ្រប់គ្រងច្រកហូមូសពីមុនផ្ដោតទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឥឡូវលើកនេះទៅលើការគ្រប់គ្រងច្រកហូមូសហើយនឹងធ្វើយ៉ាងណាដើម្បីឲ្យបាទកាត់បន្ថយការតានតឹងការកើនឡើងកម្ដៅរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បាទអញ្ចឹងនេះគឺជាអ្វីដែលខាងមន្ត្រីអ៊ីរ៉ង់ម្នាក់បានលួចខ្សឹបប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទហើយព័ត៌មានទី2នេះបាទវាជាព័ត៌មានដោយសារតែឥឡូវនេះគឺការអនុម័តកញ្ចប់ថវិកាតទៅនឹងវិស័យការពារជាតិដែលតាមធម្មតាគឺសភាទាំងពីរគណៈបកហ្នឹងគឺតែងតែឯកភាពគ្នាក្នុងការអនុម័តថវិកាការពារជាតិមិនជាធ្ងន់ធ្ងរប៉ុន្តែលើកនេះបាទមានបញ្ហាជជែកគ្នាយ៉ាងតឹងសរសៃកហើយដោយសារអីដោយសារបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico គឺមានការតានតឹងដាក់គ្នាបាទនៅក្នុងជួរគណៈបកសាធារណរដ្ឋនឹងតែម្ដងបាទពីព្រោះអីមានចំហផ្សេងគ្នាទៅលើបញ្ហាផ្សេងទៀតខាងគណៈបកប្រជាធិបតេយ្យក៏មានចំហផ្សេងគ្នាទៅលើខាងនឹងផងដែរអញ្ចឹងដូច្នេះវាអាចនឹងធ្វើឲ្យមានការប៉ះពាល់ទៅដល់ការអនុម័តថវិកាការពារជាតិរបស់សហរដ្ឋអាមេរិកបាទបើយោងតាមសេចក្តីរាយការណ៍នេះគឺខាងសភាដែលខាងថាខាងគណៈកម្មការមួយចំនួនបានអនុម័តដល់ភ្លើងខៀវហើយទៅដល់ថវិកាការពារជាតិចំនួន 1.1 trillion $ក៏សុំដំបូងគឺ 1.5 trillion $ឥឡូវគឺអនុម័តព្រមព្រៀងគ្នាគឺមកទៅ 1.15 ណាបាទ15 trillion $បាទតាមថវិកាដែលស្នើសុំដោយលោកប្រធានាធិបតី Donald Trump បាទក៏ប៉ុន្តែវាអាចនឹងផលប៉ះពាល់ផងដែរដោយសារតែពេលដែលអនុម័តហ្នឹងគឺមានបញ្ចូលច្បាប់តាក់ទងជាមួយនឹងច្បាប់បោះឆ្នោតចូលមកក្នុងហ្នឹងអញ្ចឹងដូច្នេះមានតាក់ទងជាមួយនឹងការដែលតម្រូវឲ្យយកកាតទៅបោះ ID របស់យើងហ្នឹងអត្តសញ្ញាណប័ណ្ណយើងហ្នឹងដើម្បីទៅបោះឆ្នោតបញ្ជាក់ថាអ្នកហ្នឹងពិតជាពលរដ្ឋអាមេរិកពិតមែនមិនបន្លំបោះឆ្នោតអ្នកមិនទាន់មានសិទ្ធិបោះឆ្នោតបន្លំបោះឆ្នោតដែលខាងគណៈបកសាធារណរដ្ឋគាត់ចោទថាក្រុមខាងជាធិបតេយ្យធ្វើនោះទេមានអ្នកខ្លះគាត់ថាតម្រូវអញ្ចឹងគឺវាធ្វើឲ្យប៉ះពាល់បណ្ដុលរបស់គាត់អញ្ចឹងបាទអញ្ចឹងដូច្នេះនៅក្នុងខាងគណៈបកសាធារណរដ្ឋក៏មានការជជែកគ្នាតានតឹងផងដែរបាទតែមិនមានការឯកភាពគ្នាដោយឡែកក្រុមខាងគណៈបកប្រជាធិបតេយ្យវិញគឺក៏មិនពេញចិត្តដែរដោយសារគេយល់ថាថវិកាសម្រាប់ក្រសួងការពារជាតិនឹងវាច្រើនពេកបាទជាការខ្ជះខ្ជាយថវិកាជាតិបាទដែលតម្លើងដល់លើកមុនគឺ800ឡើងមក800,000 លានរហូតឡើងជានិច្ចមករហូតដល់ជាង1 trillion អញ្ចឹងបាទហើយក៏មានការបំពេញចិត្តជាមួយនឹងកម្មវិធីមួយចំនួនទៀតដែលខាងគណៈបកប្រជាធិបតេយ្យគាត់គាំទ្រគឺកម្មវិធីសុខុមាលភាពសង្គមដែលខាងគណៈបកសាធារណរដ្ឋចំកាត់ខាងគណៈបកប្រជាធិបតេយ្យចំទុកអញ្ចឹងដូច្នេះបច្ចេកគ្នាឲ្យខាងគណៈបកប្រជាធិបតេយ្យគាត់ខឹងពីរឿងបាទពីរឿងការដែលរដ្ឋបាលលោកត្រាំប្រើប្រាស់យោធានឹងគឺថាមិនមានសណ្ដាប់ធ្នាប់មិនមានរបៀបគឺដោយសារតែមិនបានសុំការអនុញ្ញាតពីខាងសភាអញ្ចឹងដូច្នេះខាងគណៈបកប្រជាធិបតេយ្យនឹងក៏មិនពេញចិត្តនឹងផងដែរហើយគណៈបកសាធារណរដ្ឋនោះគឺក៏ដូចជាបះបោប្រឆាំងជាមួយនឹងលោកប្រធានរដ្ឋសភាគឺលោក Mike Johnson ផងដែរបាទអញ្ចឹងដូច្នេះវាអាចនឹងមានប៉ះពាល់ទៅដល់ការអនុម័តថវិកាការពារជាតិផងដែរឥឡូវនេះតើអ្នកនយោបាយអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកនឹងមានការសម្របសម្រួលគ្នាយ៉ាងណាបាទគឺនៅក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះទៀតពីព្រោះនេះគឺជាថវិកាសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ2026 2027ណាបាទសារពើពន្ធឆ្នាំសារពើពន្ធបច្ចុប្បន្នគឺនឹងចប់នៅខែ9បាទអញ្ចឹងនេះជាព័ត៌មានទី2ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន USA Today បាទឥឡូវនេះគឺគេបានធ្វើការសង្ខេបពីការសម្រេចចិត្តរបស់តុលាការកំពូលកាលពីម្សិលមិញពាក់ព័ន្ធជាមួយនឹងច្បាប់មួយចំនួនបាទអញ្ចឹងខ្ញុំសូមមិនរៀបរាប់ជូនប្រិយមិត្តទាំងអស់ទេគឺមានច្បាប់មួយចំនួនគឺលោកប្រធានាធិបតី Donald Trump
ដាក់បណ្ដឹងទៅហ្នឹងគឺប្រឆាំងទៅនឹងសំណុំរឿងមួយចំនួនគឺតុលាការកំពូលបដិសេធចោលមានរឿងមួយចំនួនតុលាការកំពូលគ្រប់គ្រងទូយ៉ាងដូចជាការបណ្ដេញលោកប្រធានាធិបតីបណ្ដេញអភិបាលមួយរូបនៃធនាគារជាតិបាទគឺអ្នកស្រីលីសាខុកហ្នឹងបាទឥឡូវនេះគឺតុលាការកំពូលថាអូលោកប្រធានាធិបតីអត់មានសិទ្ធិដេញទេដោយសារអីស្ថាប័នធនាគារជាតិនេះគឺជាស្ថាប័នឯករាជ្យមួយមិនអាចនឹងឲ្យអំណាចប្រធានាធិបតីណាមួយមកលូកលាន់មកទេអញ្ចឹងបដិញមិនបានទេហ្នឹងជាការដើរថយក្រោយមួយសម្រាប់លោកប្រធានាធិបតីផងដែរបាទអញ្ចឹងគឺហើយមួយទៀតបាទមួយទៀតដែលជាការមួយដែលប៉ះពាល់ទៅដល់លោកប្រធានាធិបតីផងដែរគឺលោកប្រធានាធិបតីគាត់មិនចង់ឲ្យមានការរាប់សัญลักษณ์ឆ្នោតទៅលើស្លឹកឆ្នោតដែលគេបោះតាម mail បោះតាមប៉ុស្តិ៍សបុតហ្នឹងដែលមកដល់ក្រោយថ្ងៃបោះឆ្នោតក៏ប៉ុន្តែឥឡូវតុលាការសម្រេចថាបើសិនជាគេបោះឆ្នោតហើយគេមកយកមកដាក់ចំថ្ងៃដែលបោះឆ្នោតហ្នឹងបើឲ្យគេវាយត្រាអញ្ចឹងបើទោះបីនៅមណ្ឌលណាក៏ដោយគេវាយត្រាបានប៉ុណ្ណឹងហើយផ្ញើមកដល់មណ្ឌលរាប់ស្លឹកឆ្នោតពេលក្រោយអាហ្នឹងនៅតែចាត់ទុកជាបានការអញ្ចឹងលោកប្រធានាធិបតីគាត់ចង់ឲ្យអ្នកបោះឆ្នោតតាមប៉ុស្តិ៍ហ្នឹងគឺឲ្យបោះមុនទៅហើយគឺថាចុងក្រោយគឺត្រឹមថ្ងៃបោះឆ្នោតហ្នឹងឲ្យអស់ហើយរាប់ត្រឹមហ្នឹងតែម្ដងបាទអញ្ចឹងឥឡូវហ្នឹងគឺតុលាការមិនព្រមតាមលោកប្រធានាធិបតីទេអញ្ចឹងគឺជាការដើរថយក្រោយមួយផងដែរណាបាទអញ្ចឹងហើយនឹងមានបញ្ហាមួយចំនួនទៀតបាទមួយចំនួនទៀតដែលបាទលោកប្រធានាធិបតីបាទដាក់មកហ្នឹងគឺត្រូវបានតុលាការគ្រប់គ្រងផងដែរដូចជាការដេញមនុស្សមួយចំនួននៅក្នុងស្ថាប័នមួយចំនួនក៏មានការគ្រប់គ្រងលោកប្រធានាធិបតីបាទអញ្ចឹងគឺនេះគឺជាការវិវត្តមួយហើយនៅថ្ងៃស្អែកបាទនៅថ្ងៃស្អែកមកនៅសហរដ្ឋអាមេរិកនេះគឺថ្ងៃ30ខែមិថុនានឹងមានការសម្រេចពាក់ព័ន្ធជាមួយនឹងសញ្ជាតិពីកំណើតសញ្ជាតិពីកំណើតនោះគឺច្បាប់សហរដ្ឋអាមេរិកគឺពេលបច្ចុប្បន្ននេះអ្នកដែលកើតនៅសហរដ្ឋអាមេរិកគេមិនគិតថាពុកម្ដាយមកសហរដ្ឋអាមេរិកដោយវិធីណាស្របច្បាប់ខុសច្បាប់ឬក៏មានសញ្ជាតិឬមិនមានសញ្ជាតិគឺអ្នកទាំងអស់នោះមានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិក៏ប៉ុន្តែលោកប្រធានាធិបតីតាំងពីចូលអាណត្តិទី2លោកថាអត់ត្រូវទេអ្នកចូលពីមុនអត់បញ្ហាចាប់ផ្ដើមពីដើមខែ3មកគឺលោកមិនអោយមានសញ្ជាតិទេដល់ពេលមានការប្តឹងប្រឆាំងឥឡូវនេះតុលាការកំពូលនឹងធ្វើការសម្រេចនៅថ្ងៃនេះហើយនៅថ្ងៃ30ណាមកនៅសហរដ្ឋអាមេរិកអញ្ចឹងអ្នកដែលមកសហរដ្ឋអាមេរិកដោយមិនស្របច្បាប់ហើយលើពេលបច្ចុប្បន្នកំពុងតែស្នាក់នៅសហរដ្ឋអាមេរិកហើយកូនគាត់កើតនៅហ្នឹងដែលគាត់សង្ឃឹមថាបានចូលសញ្ជាតិអាមេរិកតែតុលាការកំពូលគ្រប់គ្រងឬយ៉ាងណាយើងរងចាំមើលពីព្រោះខ្ញុំក៏ស្គាល់ខ្មែរយើងមួយចំនួនដែលគាត់បានមកសហរដ្ឋអាមេរិកហើយគាត់មិនបានអញ្ជើញទៅវិញពេលបច្ចុប្បន្នគាត់កំពុងតែមានការព្រួយបារម្ភគាត់សួរមកខ្ញុំផងដែរក៏ប៉ុន្តែបើសិនជាមុនពេលដែលលោកតាមចូលកាន់អំណាចទេអ្នកដែលចូលសញ្ជាតិពេលមុនមកគឺអត់អីទេណាបាទអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាខ្ញុំបើសិនជាមានព័ត៌មានអ្វីថ្មីខ្ញុំនឹងយកមកចែករំលែកប្រិយមិត្តផងដែរហើយព័ត៌មានចុងក្រោយនេះគឺជាការផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកបាទប្រចាំប្រទេសកម្ពុជាគឺតាក់ទងជាមួយនឹងអ្នកដែលសុំទិដ្ឋាការមកសហរដ្ឋអាមេរិកណាបាទឥឡូវនេះគឺខាងស្ថានទូតតម្រូវឲ្យប្រិមិត្តដែលចង់មកសហរដ្ឋអាមេរិកនោះគឺគេថារៀបចំផែនការបានល្អគឺដាក់ពាក្យសុំសម្ភារទិដ្ឋាការឲ្យបានយ៉ាងហោចណាស់1ខែទៅ2ខែបាទពីព្រោះពេលវេលានៃការបើកសម្ភារនោះគឺមានតិចមនុស្សសុំច្រើនអញ្ចឹងដូច្នេះបើកាលណាអ្នកណាមកមុនគេឲ្យមុនអញ្ចឹងដូច្នេះអ្នកខ្លះដាក់មកហ្នឹងជួនកាលនៅក្រោមគេហ្នឹងបាទ2ខែមិនអានគេហៅទៅសម្ភារអញ្ចឹងគឺអ្នកដែលដាក់ពាក្យចាប់មកអាមេរិកណាគឺទៅមើលទៅ website របស់ខាង Facebook របស់ខាងស្ថានទូតគេមានតំណទៅ website មួយចំនួនដែលគេបញ្យល់ថាត្រូវធ្វើយ៉ាងម៉េចបាទហ្នឹងគឺដោយសារតែការបើកសម្ភារហ្នឹងគឺតិចហើយអ្នកដាក់ពាក្យនឹងច្រើនគឺនឹងចំណាយពេលវេលាទន្ទឹមនឹងហ្នឹងគឺគេទៅឆែកមើលទៀតថាតើអ្នកមកអាមេរិកហ្នឹងគឺមានការធ្វើយ៉ាងណាអាចប្រឆាំងច្បាប់សហរដ្ឋអាមេរិកបាទជាឆាំងភេរវកម្មអីចឹងជាដើមហ្នឹងគឺបាទគេត្រូវមើលកន្លែងហ្នឹងផងដែរណាបាទអញ្ចឹងប្រិមិត្តចូលទៅ Facebook របស់ស្ថានទូតដើម្បីសិក្សាបន្ថែមព្រោះគេបានផ្ដល់តំណដែរឲ្យប្រិមិត្តធ្វើការសិក្សាបន្ថែមគឺ www.ustraveldocs.com KH English non-immigration visa មកអញ្ចឹងគឺចូលទៅតាមតំណនោះដើម្បីធ្វើការសិក្សាបន្ថែមមកណាបាទការចេញផ្សាយរបស់ស្ថានទូតគឺទៅមិនសមថ្ងៃច័ន្ទសមវិញខ្ញុំដកសងមក
ជំរាបជូនប្រិមត្តនៅពេលនេះបាទអញ្ចឹងសូមអរគុណប្រិមត្តច្រើនណាដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទអញ្ចឹងអរគុណច្រើនបើសិនជាមានឱកាសណាស្អែកជួបគ្នានៅវត្តណាឡោមបាទទៅជួបបនជាមួយគ្នាបាទជួបគ្នានៅទីនោះបាទខ្ញុំធ្វើតូចទេបើគាត់ជាការប្រគេនអង្គទៅដល់ព្រះសង្ឃទេនៅវត្តណាឡោមចាំបើប្រិមិត្តអញ្ជើញទៅចូលរួមក៏សប្បាយចិត្តដែរបើមិនបានជើញទៅទេក៏មិនអីដែរបាទជួបគ្នាបន្តិចបន្តួចចឹងគឺមានបងស្រីមួយនិយាយរឿងlãoសែងមួយបាទlãoសែងមួយចាស់ពេលដែលខ្ញុំចុះ transit នៅជប៉ុនកូរ៉េគេនិយាយនៅពួកនិយាយរឿងប្រាប់គេច្រើនណាស់បងស្រីបាទអធិស្ឋានបងស្រីនេះបើសិនឮសូមអធិស្ឋានបងស្រីក៏តាម Facebook ខ្ញុំជាប់ខ្ញុំទៅតួកូរ៉េទៅហ៊ានកូរ៉េអញ្ចឹងបាទតែនៅក្នុងហាងហ្នឹងគាត់អញ្ជើញចូលទៅជាមួយកូនចៅគាត់ចូលទៅហ្នឹងដែរគាត់នឹងក្នុងចិត្តគាត់ថាកូរ៉េនេះមើលមកដូចអ្នកផ្សាយព័ត៌មានលោកកែកំសែងបើគាត់និយាយលូអញ្ចឹងខ្ញុំដឹងតែទៅលេគាត់ក្បែរខ្ញុំក៏សួរគាត់មុនគាត់អត់សំណាយមែនគាត់ថាអូសង្ស័យដែរប៉ុន្តែដល់ឃើញកូរ៉េអញ្ចឹងស្មានតែជនជាតិកូរ៉េជនជាតិអីណាមកបាទហើយបាទថតរូបជាមួយគាត់មកប៉ុស្តិ៍នៅកន្លែងគេជួលកៅអៅហ្នឹងទៅហើយបងស្រីគាត់ថាគាត់ចង់ទៅវត្តថ្ងៃស្អែកនឹងដែរណាបាទគាត់ថាបងស្រីគាត់ថាបងប្រុសតាមដានការចែករំលែកព័ត៌មានរបស់ខ្ញុំជាប្រចាំបាទអញ្ចឹងសូមអរគុណប្រិមត្តណាបាទអរគុណច្រើនមែនតើដូចខ្ញុំបាននិយាយហើយនិយាយទៅដដែលអញ្ចឹងគឺការចែករំលែករបស់ខ្ញុំការបញ្ចេញមតិរបស់ខ្ញុំខ្លះវាមានការខុសឆ្គងលើសលួយ៉ាងណាមេត្តាខន្តីអភ័យទោសបាទពួកខ្ញុំចំណេះដឹងខ្ញុំក៏មានកម្រិតខ្ញុំព្យាយាមឲ្យបានល្អតាមលទ្ធភាពក៏ប៉ុន្តែពេលខ្លះការដែលនិយាយ live អញ្ចឹងវាអាចនឹងលើករូបពាក្យសម្ដីហ្នឹងគឺយើងបើយើងថតទុកមុនលើកន្លែងណាយើងកាត់ចោលប៉ុន្តែដល់ពេលយើងនិយាយ live អញ្ចឹងអាចប៉ះពាល់ដែរណាយើងគិតមិនទាន់ជួនកាលនិយាយលើសអញ្ចឹងទៅបាទនឹងពេលខ្លះរឿងខ្លះយើងអាចនិយាយតាមអារម្មណ៍ខ្លះអញ្ចឹងទៅបាទអញ្ចឹងបើលើសលួអីខន្តីអភ័យទោសណាបាទអធិស្ឋានហើយនិយាយឲ្យត្រង់ទៅគឺខ្ញុំសប្បាយតែបានមកប្រទេសកំណើតវិញហើយបានជួបបងប្អូនមួយចំនួនគាត់សម្ដែងការគ្រប់គ្រងគាត់ការគោរពរបស់ខ្ញុំទាំងប្រជាជនសាមញ្ញហើយនឹងខាងមិត្តខាងអ្នកដែលធ្វើរាជការហ្នឹងថ្ងៃម្សិលមិញបាទអស់ស្នាច់មែនតើមួយទៀតចង់និយាយអស់ស្នាច់មួយទៀតខ្ញុំកំពុងឲ្យឈប់នៅខាងការ៉ាសាំងតូតាល់បាទការ៉ាសាំងតូតាល់ស្រាប់តែបងប្រុសម្នាក់គាត់ចេញពីឡានមកគាត់ឃើញមកបាទគាត់សុំថត selfie ជាមួយបាទខ្ញុំក៏ធ្វើថែកមួយគាត់ខ្ញុំក៏និយាយលេងជាមួយគាត់ធម្មតាគាត់ក៏ហ្នឹងគាត់ថាស្ដាប់បង live តាម YouTube រកហើយប៉ុន្តែមិនបានចូល comment អញ្ចឹងបាទខ្ញុំក៏អរគុណគាត់អញ្ចឹងទៅគាត់គាត់សាមញ្ញគាត់លេងនិយាយថាមួយខ្ញុំមកសទូអញ្ចឹងទៅសួរយោបល់គាត់ថាតើការចែករំលែករបស់ខ្ញុំមិនគាត់ថាគាត់អរគុណគាត់បានរៀនសូត្រច្រើនគាត់ប្រាប់ថាគាត់បានរៀនសូត្រច្រើនពីខ្ញុំហ្នឹងដល់ពេលគាត់ចេញទៅផុតបានអ្នកដែលមិត្តភក្តិទៅជាមួយខ្ញុំគាត់ថាគាត់ជាមន្ត្រីរាជការមានតំណែងខ្ពស់ណាស់បាទខ្ញុំមិនសូវបញ្ចេញទេណាបាទខ្ញុំភ្ញាក់បាននេះហើយក៏ស្រាប់តែគាត់មកសម្បាញ់ជាមួយខ្ញុំបាទអញ្ចឹងអាហ្នឹងសម្ដែងនៅការគ្រប់គ្រងខ្ញុំអរគុណច្រើនណាស់បាទអញ្ចឹងអរគុណច្រើនមែនតើខ្ញុំធម្មតាទេខ្ញុំជាអ្នកធម្មតាហើយមានការសាទរទទួលបាននៅអ្វីជាការចែករំលែកចំណេះដឹងរបស់ខ្ញុំណាខ្ញុំអរគុណច្រើនបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាណាសូមជម្រាបលាបាទ